ប្រហិនណាហ៊ានសម្រាប់មនុស្សនៅចំពោះមុខយើងផងហ៎ប្រម្ចាស់សុំត្រង់ស្ងប់ប្រតិសិនទៅនេះដោយសារតែគេប្រមាថមើងងាយលោកម្ចាស់ខាប់ទើបគាត់សម្លាប់បែបនេះគិតតែខ្លួនឯងអស្ចារ្យមែនទេទើបហ៊ាននិយាយសម្ដីបែបនេះអកចាស់លាវឯងចូលដៃចូលជើងមួយគេមែនទេយើងធ្វើអ្វីគឺគិតពីស្ថានភាពដាសឹងឥឡូវនេះកំពុងតែមានការរំគោះរំកើគឺយើងចង់ឲ្យនគរនេះបានសុខសាន្តទេតាកញ្ចាស់ឯងនិយាយច្រើនចឹងច្បាស់ជាចង់ស្លាប់មែនទេបើចង់សម្លាប់ទៅយើងទៅកុំធ្វើបាបកូនប្រុសរបស់យើងសម្លាប់ទាំងឯងទាំងកូនប្រុសរបស់ឯងទៀតផងអានតងជឹកឯងចង់សម្លាប់អ្នកណាគេហ៎សំបីតែព្រះក៏មិនអាចយកជីវិតឪពុករបស់យើងបានដែរអរគុណប្រុសអ្នកប្រាអត់ដែរអាចឈឹមហើយឯងព្រមទៅបាត់ទៅឯងនៅរលបោយកស្អីទៀតអញខំអូកន្លាឲ្យហើយឆាប់ទៅវិញទៅអាយ៉ាលោកពុកពុកកុំព្រួយបារម្ភពេកទៅមើលខ្ញុំជាកូនប្រុសរបស់ពុកមិនមែនជាមនុស្សកំសាកនោះទេទោះបីជាលោកក្លាហានយ៉ាងនេះក៏ដោយចោះប៉ុន្តែគ្មានលទ្ធផលណាមួយទៅរួចនេះទេចុះបើទូបង្គំធ្វើបានហ៊ានភ្នាល់គ្នាទេភ្នាល់គ្នាចាំមែនបានទូបង្គំឈ្នះព្រះនាងត្រូវទៅធ្វើប្រពន្ធចុងរបស់ទូបង្គំរឿងអីក៏មិនអាចយ៉ាងណាលោកត្រូវតែឈ្នះសិនហ៊ានអត់បានសម្រាប់ញ៉ាយគ្នាទៅយើងមកនិយាយគ្នាអំពីប្រមាណថ្ងៃមុនដែលឯងបានសន្យាបើសិនជាឯងចាញ់នោះឯងនឹងលូនក្រោមស្បែកជើងរបស់យើងបានយើងចាំច្បាស់ណាស់បើចាំច្បាស់ល្អឯងបាននិយាយថារយៈពេល3ថ្ងៃឯងអាចផលិតកាំភ្លើងខ្លីបានអញ្ចឹងឯណាកាំភ្លើងខ្លីបើយើងយកចេញមកឯងច្បាស់ជាលិចនោមដាក់ខោមិនខាននោះទេកាំភ្លើងស្អីទៅទើបធ្វើឲ្យយើងនេះលិចនោមដាក់ខោឬមួយអ្នកដែលនោមដាក់ខោគឺជាឯងកាំភ្លើងរបស់លោកម្ចាស់ខាំបានធ្លាប់សម្លាប់អ្នកហាត់គុណនិយមនៅក្នុងពិភពគុណច្រើនអ្នកណាស់ពិតជាត្រឹមត្រូវហើយយើងដាក់តែមួយគ្រាប់ទេដាច់ផ្ងាតែម្ដងណែជឿមិនដែលឃើញមនុស្សណាអួតដូចជាឯងអញ្ចឹងនោះទេបើនិយាយពីអួតមិនដល់ឯងទេកាំភ្លើងរបស់យើងគឺផលិតរយៈពេល3ខែចុះចំណែកឯងវិញឯងថា3ថ្ងៃអាចផលិតបានអញ្ចឹងយើងស៊ូអ្នកមើលទៅមើលអ្នកណាអួតជាងអ្នកណាយើងគឺជាអ្នកជំនាញដែរចង់ដឹងថាកាំភ្លើងរបស់លោកអាចទប់ទល់ជាមួយនឹងដាវរបស់យើងបានទេព្រះអង្គប្រចាស់សូមអញក៏មរំអិសោះនេះគឺជាអង្គរៈដែលយើងចេញមកគេចោទចំណាត់ថ្នាក់លេខ1នៅក្នុងពិភពគុណគេមកដើម្បីសម្លាប់លោកម្ចាស់ខាប់លោកម្ចាស់ត្រូវតែប្រុងប្រយ័ត្នគោលដៅរបស់គេគឺចង់មកសម្លាប់លោកម្ចាស់គ្រាន់តែជន់កំប៉ែកកំប៉ុកចង់សាកជាមួយយើងផងអញ្ចឹងឯងស្លាប់ទៅឈប់អញថាមែនអញចង្រៃអញហ៊ានសម្រាប់មនុស្ស2នាក់នៅនគរដាស៊ីរបស់យើងកំហាំងនេះយើងទ្រាំមិនបានទេទូបង្គំប្រាប់ព្រះអង្គទៅចាអ្នកដែលធ្វើឲ្យយើងខឹងគឺត្រូវតែសម្លាប់យល់ល្អព្រះអង្គគួរតែរៀបអភិសេកជាមួយនឹងទូបង្គំទៅលោកសេនាប្រមុខឈីមិនគំនុតជង្គង់ទៅក្រុមហន្តរៃនេះដោយសារតែតកូលឈិញហ្វុងអញត្រូវតែទទួលទោសហើយមានពាក់ព័ន្ធអីជាមួយយើងហ្វុងលោកនឹងមិនធ្វើអីទៀតព្រះអង្គទុកឱកាសលោកហើយបានហើយព្រះនាងស្អាតទូបង្គំហឹងតិចហើយព្រះនាងមិនទាន់បានឃើញកំភ្លើងរបស់ទូបង្គំផងឆាប់វិនិច្ឆ័យម្ល៉េះយល់ល្អឯងឆាប់ធ្វើពុតទៅឯងបញ្ចេញកំភ្លើងរបស់ឯងឲ្យយើងឃើញទៅមើលតើកំភ្លើងរបស់ឯងនឹងវាខ្លាំងជាងកំភ្លើងរបស់យើងប៉ុណ្ណាទៅឯងគ្រាន់តែជាអំណាចផឹកមនុស្សដូចជាឯងនេះមិនអាចប្រៀបជាមួយគេទៅឯងជាសត្វកង្កែបនៅក្នុងដងវាមិនត្រឹមតែជាអង្កែបនៅក្នុងដងនោះទេវាអួតថាគំនិតរបស់វាខ្លាំងជាងទេវតាតាមពិតបានត្រឹមតែនិយាយបោកប្រាស់តែប៉ុណ្ណោះលោកនិយាយថាលោកមានវិធីអាចផលិតកំភ្លើងដូចជាលោកម្ចាស់ខាប់ទេឈិញហ្វុងតើលោកបានតែនិយាយទេហីកុំភ្លេចនៅអ្វីដែលទ្រង់និយាយមុននឹងណាបើទ្រង់ចាញ់ខ្លាចទៅជាប្រពន្ធចុងរបស់ទូបង្គំក្រាបទូលព្រះរាជាទូបង្គំស្នើសុំឲ្យគេចាប់ឈិញហ្វុងញាត់ចូលក្នុងគុករងចាំដល់ថ្ងៃប្រហារជីវិតគ្មានអ្នកណាគេស្ដាប់ច្បល់ឯងនោះទេក្រៅពីវាយើងប្រាប់ឯងទៅចោះបើឯងធ្វើមិនបាននោះទេលក្ខខណ្ឌគឺមានតែម្យ៉ាងព្រះអង្គត្រូវតែរៀបអភិសេកជាមួយនឹងយើងបើមិនដូច្នោះនោះទេយើងនឹងនាំតបៃម៉ាកំចាប់ដាស៊ីឈិញហ្វុងឯងមិនត្រឹមតែឲ្យព្រះអង្គមានបញ្ហាដោយសារតែឯងទេសូម្បីតែគ្រួសារឯងក៏មានបញ្ហាដែរតាមមើលអច្ឆរិយនេះវាចង់រកក្តីស្លាប់ដល់ខ្លួនឯងហើយឈិញហ្វុងកូនបើកូនធ្វើមិនបានទេកូនព្រមចោះចាញ់ទៅពុកសុកចិត្តស្លាប់ឲ្យតែកូនរស់ពុកក៏អារម្មណ៍អីបន្តិចទៀតវាលិចនោមដាក់ខោហើយឈិញហ្វុងយ៉ាល្អលោកគួរតែចោះចាញ់ទៅពីព្រោះខ្ញុំបានឃើញលោកគូគំនូអាវុធនោះហើយណាខ្ញុំគិតថាលោកច្បាស់ជារកវិធីបានជាមិនខានចោះចាញ់ថ្ងៃនេះថ្ងៃក្រោយមិនខ្វះអូសដុតមិនចាំបាច់សំអូសអីនោះទេទូបង្គំបានធ្វើរួចហើយយើងចំណាយពេល3ខែធ្វើបានអញ្ចឹងឯងបង្ហាញឲ្យយើងឃើញមើលឈិញហ្វុងដល់ចំណុចនេះហើយហេតុអីក៏លោកមិនសារភាពទៅក្រែងខ្ញុំទុកជីវិតឲ្យគ្រួសារឈិញប្រពន្ធចុងរបស់បងគិតខុសហើយនេះចង់ឲ្យប្តីលូតជង្គង់ចំពោះវាមែនទេឯងនិយាយស៊ីមកច្រើនពេកហើយយើងទ្រាំមិនបានទេណែឈប់
យើងត្រូវតែសម្លាប់ឯង ណែកុំធ្វើចឹងអីកុំធ្វើចឹងអីមើលកុំធ្វើចឹងកុំធ្វើចឹងអីមើលប្រាប់ហើយថាកុំតែនៅតែខំឯងចង់បែកក្បាលមែនទេហ៎